ណានប៉នេះជាទេសភាពនៅក្នុងបរិវេណវត្តអង្គទេពសាការរាមហៅវត្តសកលត្រាំងនៃញាតិញោមចឹងឃើញហើយជួយអាណិតមេត្តាជើញមកចូលរួមផងដើម្បីគាំពៀនៅវិស័យពុទ្ធសាសនានិងប្រពៃណីជាតិរបស់យើងផងនៃញាតិញោមណាចឹងសូមអនុមោទនាហើយបន្តមកស្ដាប់មេរៀនរបស់យើងមកដល់ត្រង់ពាក្យថាព្រះប្រោតគ្រប់ព្រះអង្គត្រាស់ដឹងច្បាស់ច្បាប់កម្មផលថាសេចក្តីសុខទុក្ខចម្រើនវិនាសកើតចេញមកអំពីអំពើរបស់ខ្លួនសត្វទាំងឡាយមានកម្មជារបស់ខ្លួនកម្មសៈនកម្មសកោមហេទៅរងប្រទានអវាទថាសពបាបសៈអករណងមិនត្រូវធ្វើបាបទាំងពួងចំណែកចំណុចអនេះហើយដែលញាតិញោមគួរយល់គួរដឹងកុសលសោបសម្បទាត្រូវបំពេញកុសលពាក្យថាកុសលជាភាសាបាលីបើបើត្រែតាមអត្ថានុរូបថាកម្មដែលកាត់ផ្ដាច់នៃសេចក្តីអាក្រក់គ្រោតគ្រាតដោយស្បូវភ្លាំងបើបើត្រែតាមអដ្ឋបនិរូបអាចប្រែបានច្រើនយ៉ាងដូចជាថាអំពើអំពើត្រឹមត្រូវអំពើល្អអំពើទៀងត្រង់ជាដើមប៉ុន្តែពាក្យថាកុសលនេះគេចាបាននិយាយដល់គ្នានឹងពាក្យបុណ្យថាបុណ្យកុសលបុកចូលគ្នាបុណ្យកុសលដូចនេះសូមលើកយកពាក្យបុណ្យមកអត្ថាធិប្បាយវិញដើម្បីឲ្យដើម្បីឲ្យស្របនឹងពុទ្ធអវាទទី1ថាមិនត្រូវធ្វើបាបត្រូវបំពេញបុណ្យកុសលរីឯបុណ្យនិងកុសលនេះមានអត្ថន័យដូចគ្នាណាដូចគ្នាបុណ្យគឺកុសលគឺបុណ្យពាក្យថាបុណ្យជាភាសាសំស្ក្រឹតណាសំស្ក្រឹតភាសាបាលីថាបញ្ញៈប៉ុន្តែខ្មែរយើងតែនិយាយតាមភាសាសំស្ក្រឹតថាបុណ្យពាក្យថាបញ្ញៈបើប្រែតាមអត្ថានុរូបថាធម្មជាតិជំរះនៅចិត្តឲ្យស្អាតបើឲ្យស្អាតថាអំពើដែលសម្រេចអំពីកាយវាចាចិត្តដ៏ស្អាតបរិសុទ្ធអនុមោទនា